ឆ្នាំណាក៏ដូចឆ្នាំណាដែរឲ្យតែចូលឆ្នាំថ្មីគឺយើងភាគច្រើននាំគ្នាទៅសេ New Year Resolution ចង់សម្រាប់គោលដៅនេះសម្រាប់គោលដៅនោះប៉ុន្តែបានតែ3ខែឬក៏ពាក់កណ្ដាលឆ្នាំនេះគឺបាត់អស់ហើយ goal ដែលយើង set ហ្នឹងតាំងពីដើមឆ្នាំមកណាអ្នកទាំងអស់គ្នាដឹងថាមូលហេតុអីអត់អញ្ចឹង based on experience ដែលខ្ញុំក៏ជាមនុស្សម្នាក់ក្នុងចំណោមហ្នឹងដែរដែលថាអូ New Year យើងត្រូវមាន set goal ថ្មី set New Year Resolution ថ្មីចង់បាន goal ថ្មីប៉ុន្តែគ្មានបានសម្រេចអីទេឬក៏បានដែរប៉ុន្តែគាត់នៅវាមិនទាំងអស់ណាចាអញ្ចឹងសម្រាប់ឆ្នាំ2026នេះខ្ញុំអ្វីដែលខ្ញុំកំពុងតែធ្វើបច្ចុប្បន្ននេះគឺអត់មានទៅសេអីច្រើនទេមិនចាំបាច់មាន long list តាក់ទងទៅនឹង goal របស់យើងទេគឺយើងជ្រើសរើសតែគោលដៅមួយពីរអីបានហើយមិនយកច្រើនទេហើយtake action តែម្ដងមានន័យថាមិនរៀបរាប់អីច្រើនទេព្យាយាមផ្លាស់ប្ដូរអាទម្លាប់ប្រចាំថ្ងៃរបស់យើងមានន័យថាពីឆ្នាំចាស់ដែលយើងអត់អាចសម្រេចបានហ្នឹងយើងសួរថាមូលហេតុអីគឺដោយសារតែទម្លាប់ប្រចាំថ្ងៃរបស់យើងនឹងឯងអញ្ចឹងដូរទម្លាប់អាក្រក់ចាស់ហ្នឹងចោលទៅចាប់ផ្ដើមទម្លាប់ថ្មីដែលយើងគិតថាវាអាចជួយឲ្យយើងទៅដល់សម្រេចគោលដៅនឹងបានណាអាហ្នឹងទី1ទី2នៅពេលដែលយើងបង្កើតគោលដៅឬក៏ចង់សម្រេចគោលដៅណាមួយអីដែលខ្ញុំរៀនបានពីឆ្នាំចាស់ហ្នឹងគឺយើងកុំគិតថាវាធំពេកណានៅពេលដែលយើងកំណត់គោលដៅធំពេកវាពិបាកក្នុងការសម្រេចបានអញ្ចឹងកង់វាមានន័យថាឧទាហរណ៍ថាយើងដាក់គោលដៅមួយឆ្នាំចុះអញ្ចឹងថាតើគោលដៅមួយឆ្នាំហ្នឹងយើងកង់វាមកជាកន្លះឆ្នាំឬក៏3ខែឬក៏1ខែអញ្ចឹងទៅឬក៏មួយសប្តាហ៍តើយើងត្រូវធ្វើអីអញ្ចឹងទម្លាប់ទូឬក៏សកម្មភាពប្រចាំថ្ងៃហ្នឹងវាមានឥទ្ធិពលទៅដល់ការសម្រេចចិត្តឬក៏សម្រេចគោលដៅបានធំរបស់យើងហ្នឹងអញ្ចឹងណាអញ្ចឹងកុំព្យាយាមគិតវាប្រត់ពេកមានន័យថាគោលដៅយើងមានហើយប្រចាំឆ្នាំ2026យើងចង់បានអីសម្រេចអីចឹងណាប៉ុន្តែយើងត្រូវទៅលេចមើលផ្ដោតសំខាន់ទៅលើទម្លាប់ឬក៏សកម្មភាពប្រចាំថ្ងៃរបស់យើងវិញអញ្ចឹងអាតូចដែលយើងមើលមិនឃើញហ្នឹងហើយវាជាចំណែកមួយដែលជួយឲ្យយើងសម្រេចគោលដៅធំប្រចាំឆ្នាំបានអញ្ចឹងសម្រាប់ឆ្នាំ2026នេះគឺខ្ញុំអត់ set គោលដៅអីធំដុំពេកទេប៉ុន្តែខ្ញុំព្យាយាមកែប្រែទម្លាប់ប្រចាំថ្ងៃរបស់ខ្ញុំហើយព្យាយាមធ្វើសកម្មភាពតូចជាប្រចាំហ្នឹងដែលវាលីតទៅដល់ការសម្រេចគោលដៅក្នុងរយៈពេលយូរឬក៏រយៈពេលវែងអូខេអរគុណច្រើនហើយជួបគ្នានៅវីដេអូក្រោយបាយ